រឿងអាចកំបាំងក្នុងភូមិដាច់ស្រយាលគឺជាខ្សែភាពយន្តដែលដកស្រង់ចេញពីព្រឹត្តិការណ៍ពិតដ៏គួរឲ្យរន្ធត់មួយដែលបានកើតឡើងចំពោះក្រុមយុវជនមួយក្រុមដែលបានធ្វើដំណើរទៅកាន់តំបន់ជនបទដាច់ស្រយាលដើម្បីស្រាវជ្រាវអំពីប្រវត្តិសាស្ត្រក្នុងតំបន់អ្វីបានចាប់ផ្ដើមប្រែប្រួលនៅពេលដែលពួកគេបានជួបប្រទះនៅបាតុភូតចម្លែកដែលមិនអាចពន្យល់បានតាមបែបវិទ្យាសាស្ត្ររួមមានសម្លេងយំសោកនៅពេលយប់ដ៏ស្ងាត់ជ្រងំនិងការបាត់ខ្លួនរបស់សមាជិកម្នាក់ៗយ៉ាងអាចកំបាំងបំផុតភាពតានតឹងបានកើនឡើងជាលំដាប់នៅពេលដែលពួកគេដឹងថាអ្នកភូមិមានអាកប្បកិរិយាចម្លែកនិងព្យាយាមលាក់បាំងការពិតដ៏គួរឲ្យខ្លាចអំពីទំនៀមទម្លាប់បុរាណដែលគេបោះបង់ចោលយូរមកហើយសាច់រឿងទាំងមូលបង្ហាញពីការតស៊ូដើម្បីរស់រានមានជីវិតក្នុងស្ថានភាពដ៏អស់សង្ឃឹមការភ័យខ្លាចចំពោះអ្វីដែលមើលមិនឃើញនិងការលាតត្រដាងអាចកំបាំងខ្មៅងងឹតដែលបានកប់ទុកជាច្រើនទសវត្សរ៍ខ្សែភាពយន្តនេះមិនត្រឹមតែផ្ដល់នូវភាពរន្ធត់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងធ្វើឲ្យទស្សនិកជនត្រិះរិះអំពីជំនឿអរូបីនិងសភាវគតិពិតរបស់មនុស្សនៅពេលប្រឈមមុខនឹងគ្រោះថ្នាក់ដ៏ធំធេងដែលមិនធ្លាប់ជួបពីមុនមកវាគឺជាបទពិសោធន៍ដ៏ព្រឺព្រួចដែលនឹងដក់ជាប់ក្នុងអារម្មណ៍អ្នកទស្សនាគ្រប់រូបបន្ទាប់ពីទស្សនារួច